បន្ទាប់ពីផុតវគ្គរៀបដីនេះហើយគឺយើងដល់ចំណុចទី4គឺចំណុចដាំកូនបានន័យថាយកកូនស្ពៃដែលយើងបដិសដែលមានអាយុចន្លោះពី13ទៅ15ថ្ងៃហ្នឹងយើងយកមកធ្វើការដាំចំពោះការដាំនេះដែរមុននឹងយើងយកមកដាំទី1យើងត្រូវស្រោចទឹកកូនស្ពៃរបស់យើងនឹងសិនស្រោចឲ្យវាជោគសិនដើម្បីឲ្យកូនយើងនឹងស្រស់ល្អហើយដកទៅវាមកទាំងដីរបស់វាទាំងកញ្ចុំរបស់វាដាក់ដាំទៅវាអត់អន់ហើយចំពោះការដាំនេះដែរគឺយើងពេលដែលយើងដាំសកត់វាចូលក្នុងដីទៅយើងកុំដាំវាឲ្យលិចជ្រៅពេកហើយក៏កុំនៅសល់ខ្ពស់ពេកមានន័យថាល្មមមកដីរបស់វាដែលយើងដាក់បដោហ្នឹងឲ្យវាស្មើនឹងប្របាយដីរបស់យើងដែលយើងរៀបហ្នឹងទៅធ្វើឲ្យកូនរបស់យើងហ្នឹងវាស្ទុះល្អប្រវែងដែលຂະຫນាតរបស់យើងដាំហ្នឹងគឺយើងចន្លោះវាប្រវែងមួយទឹកដើម្បីឲ្យយើងកលៀតវាប្រវែងមួយទឹកហ្នឹងមានន័យថាយើងចង់ឲ្យស្ពៃរបស់យើងហ្នឹងមានខ្យល់ដកដង្ហើមស្រួលមានន័យថាខ្យល់រត់ចេញរត់ចូលទៅវាធ្វើឲ្យស្ពៃរបស់យើងនឹងស្រស់ស្រាយទៅវាអត់ stress អញ្ចឹងវានឹងលូតលាស់បានល្អដូចគ្នា